ការពីព្រឹកថ្ងៃទី9 ខែមិថុនាឆ្នាំ2025មន្ទីរបរិស្ថានខេត្តកំពតបានរៀបចំប្រារព្ធពិធីទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកស្របនឹងបរិបទពិភពលោកដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ផ្លាស្ទិកក្រោមអធិបតីភាពឯកឧត្តមមឿនគង្គាអភិបាលរងនៃគណៈអភិបាលខេត្តកំពតតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតព្រះរូបនៅបរិវេណវិទ្យាល័យនិងបឋមសិក្សាហ៊ុនសែនត្រសេកោងភូមិត្រសេកោងឃុំថ្មីស្រុកទឹកឈូខេត្តកំពតការចូលរួមពីមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកអាជ្ញាធរមូលដ្ឋានកងកម្លាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនសាសយោគយុវជនកាយរដ្ឋកម្ពុជាយុវជនកាកបាទក្រហមកម្ពុជាក្រុមហ៊ុនរោងចក្រប្រជាការពារនិងប្រជាពលរដ្ឋសរុបជាង700នាក់ដោយឡែកឆ្នាំនេះក្រសួងបរិស្ថានបានព្រះរាជពិធីទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅបរិវេណពហុកលាដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញការលើកឡើងរបស់លោកអេងប៉ូឡូប្រធានមន្ត្រីបរិស្ថានក្នុងឱកាសនេះថាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានស្របតាមយុទ្ធសាស្ត្របញ្ចកោណប្រកបដោយភាពប្រកបនិយមនិងមុតស្រួចរបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចបវរជាប្រមុខដើម្បីផ្លាស់ប្ដូរផ្នត់គំនិតអរិយាបថនិងបណ្ដុះមនសិការមហាជនឲ្យកាន់តែស្រឡាញ់និងចូលរួមថែរក្សាការពារបរិស្ថានភពផែនដីធ្វើឲ្យកាន់តែប្រសើរក្នុងកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះនិងការរស់នៅដោយចីរភាពតាមសកម្មភាពអនាម័យបរិស្ថានលើដីក្នុងទឹកលើអាកាសនិងសកម្មភាពដាំកូនឈើជាក់ស្ដែងលទ្ធផលការអនុវត្តសកម្មភាពអនាម័យបរិស្ថានតាមសាលារៀនវត្តអារាមរោងចក្រសហគ្រាសឃុំសង្កាត់ក្រុងស្រុកបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងខេត្តកំពតគឺមិនតិចជាង3លានអង្គនាក់និងប្រមូលសម្រាមបានប្រមាណជាង75តោនក្នុងឱកាសប្រារព្ធពិធីនោះដែរឯកឧត្តមមឿនគង្គាអភិបាលរងខេត្តមានប្រសាសន៍កោតសរសើរនិងវិតម្លៃខ្ពស់ចំពោះវត្តមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់លោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនប្រជាការពារក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមការងារអនាម័យបរិស្ថាននិងស្នើឲ្យបន្តការងារអនាម័យបរិស្ថាននេះជាប្រចាំដើម្បីជាសោភ័ណភាពនិងបរិស្ថានភពផែនដីរួមគ្នាជាមួយនឹងការខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តលើវិស័យទេសចរណ៍ជាពិសេសការរៀបចំឆ្នេរតាមដងព្រែករូបសំណាកសេះសមុទ្របាញ់ទឹកនីលកាយៈនិងទឹករាំតាមចង្វាក់ភ្លេងបន្ទាប់មកគណៈអធិបតីនិងអ្នកចូលរួមបានធ្វើការងារអនាម័យបរិស្ថានយ៉ាងសស្រាក់សស្រាំសងខាងផ្លូវជាតិលេខ3ពីចំណុចរវងមូលធុរេនដល់ផ្លូវបំបែកលោកយាយម៉ៅដោយប្រមូលសម្រាមចម្រុះប្រមាណ 1.5 តោន